សម្រាប់ផ្ទៃដីចកាគឺមានទំហំប្រហែលជា5ហិកតាហើយ5ហិកតាចាបងហើយក្នុងនោះមានដំណាំទី1គឺដំណាំត្រេនទី2ដំណាំខ្នុរការ៉ុតនិងទី3សាវម៉ាវបងពិតជាល្អខ្លាំងមែនតើគឺមានដល់ទៅច្រើនមុខមែនតើចឹងដើម្បីចង់ដឹងរសជាតិឆ្ងាញ់ប៉ុណ្ណាតែយើងមកភ្លក់ទាំងអស់គ្នាបងជិញភ្លក់អរគុណចឹងម្ចាស់ចកាភ្លក់ព្រមដែរទៅអរគុណច្រើនបងរសជាតិពិតជាឆ្ងាញ់ប្លែកល្មួតពិតជាតាក់ចិត្តខ្លាំងមែនតើបូកផ្សំជាមួយនឹងម្ចាស់ចកាក៏សស្អាតទៀតពិតជាឆ្ងាញ់ខ្លាំងចំនួនចំណៃនេត្រាតាតៃលាក់ខ្លួនពួនថែធម្មជាតិជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះនាងខ្ញុំបានមកដល់ចំការទុរេនមួយកន្លែងទៀតហើយដែលផ្ទៃដីរបស់គាត់មានសរុបប្រមាណជាង5ហិកតាចង់ដឹងថាតើទុរេនរបស់គាត់យ៉ាងណាតោះទៅជួបម្ចាស់ចកាទាំងអស់គ្នាយ៉ាងត្រជាងកែភ្នែរំតិជាតិមុតវាសួរអូនវាសួរបងចាអូនមានឈ្មោះអីដែរចានាងខ្ញុំឈ្មោះមានច័ន្ទធីតាបងទុរេនអូនល្អខ្លាំងមែនតើហើយចកានេះទីតាំងនៅណាដែរនេះចកានាងខ្ញុំស្ថិតនៅភូមិកាឆានសង្កាត់វិហារលួងក្រុងសួងខេត្តត្បូងឃ្មុំមកចាចកានេះគឺចកាលាក់ខ្លួនស្ថិតនៅក្នុងក្រុងសួងយើងតែម្ដងអូល្អខ្លាំងមែនតើហើយអូនចំការរបស់អូននេះគឺដាំចាប់ពីឆ្នាំណាមកដែរចំការរបស់នាងខ្ញុំចាប់ពីដាំតរ៉េនមកគឺឆ្នាំ2020បងចា2020មកណោះហើយចុះតើការប្រមូលផលគឺប្រមូលផលចន្លោះខែណាដែរប្រមូលផលគឺចន្លោះពីចុងខែ5រហូតដល់ខែ8បងចាអូខេល្អខ្លាំងមែនតើចាអរគុណដែលបានទៅសារបងហើយចុះតើការលក់បន្តទៀតអូនលក់ទៅដល់ទីណាដែរជាធម្មតាបងប្អូនអាចមកដល់ចកាផ្ទាល់ឬក៏ដល់ទីតាំងផ្ទះនាងខ្ញុំផ្ទាល់ដែលស្ថិតនៅខាងជើងសាលាក្រុងសួងប្រហែលជាចម្ងាយប្រហែលជា200ម៉ែត្របងចាអូននេះហើយមានខាងក្រោមនោះនៅជាប់ផ្ទាល់ដីផងល្អខាងមែនតើហើយក្នុងមួយដើមមានប្រហែលផ្លែដែរអូនសម្រាប់ឆ្នាំទី2មួយដើមអាចដល់50ផ្លែបងអូ50ផ្លែអូច្រើនខ្លាំងមែនតើចាបងភាសាយើងដាំតាមគោលការណ៍សុវត្ថិភាពចឹងទទួលបានផលអាចនឹងច្រើនចាអូនដល់ពេលដែលបងជិះមកហ្នឹងឃើញមានដំណាំច្រើនហើយចង់ដឹងថាតើផ្ទៃដីដាំដំណាំរបស់អូនហ្នឹងមានប្រមាណហិកតាហើយដាំដំណាំអីខ្លះដែរអូនសម្រាប់ផ្ទៃដីចកាគឺមានទំហំប្រហែលជា5ហិកតាហើយ5ហិកតាចាបងហើយក្នុងនោះមានដំណាំទី1គឺដំណាំត្រេនទី2ដំណាំខ្នុរការ៉ុតនិងទី3សាវម៉ាវបងពិតជាល្អខ្លាំងមែនតើគឺមានដល់ទៅច្រើនមុខមែនតើមៀងពេជ្ររលកប្រាច់រំលេចស្ទឹងបែជា4ចង់ដឹងថាតើទុរេនក្រុងសួងមានរសជាតិយ៉ាងណាណាចាបងអញ្ចឹងបើបងចង់ដឹងទៅភ្លក់ទាំងអស់គ្នាចាសងខាងសំសួនកងមួយស្ទឹង4ជួនជប់មកឆាបងប្អូនទាំងអស់គ្នាឥឡូវយើងមកដល់ក្រុមដើមត្រេនណាអញ្ចឹងដើម្បីចង់ដឹងរសជាតិឆ្ងាញ់ប៉ុណ្ណាតែយើងមកភ្លក់ទាំងអស់គ្នាបងជិញភ្លក់អរគុណចឹងម្ចាស់ចកាភ្លក់ព្រមដែរទៅអរគុណច្រើនបងរសជាតិពិតជាឆ្ងាញ់ប្លែកល្មួតពិតជាតាក់ចិត្តខ្លាំងមែនតើគឺទុរេនក្រុងសួងបូកផ្សំជាមួយនឹងម្ចាស់ចកាក៏សស្អាតទៀតអរគុណច្រើនចឹងបើសិនជាបងប្អូនអ្នកក្រុងសួងដែលចង់បានតរេននៅចកានាងខ្ញុំផ្ទាល់បងប្អូនអាចអញ្ជើញមកដល់ចកាផ្ទាល់ឬក៏ដល់ទីតាំងផ្ទះនាងខ្ញុំដែលស្ថិតនៅខាងជើងសាលាក្រុងចម្ងាយ200ម៉ែត្របងប្អូនកុំភ្លេចណាបងប្អូនទាំងអស់គ្នាមកភ្លក់រសជាតិទុរេនក្រុងសួងទាំងអស់គ្នាសម្រាប់បងប្អូនដែលចង់បានតរេនល្អសុវត្ថិភាពបងប្អូនកុំភ្លេចចកាតរេនក្រុងសួង